មានតែ1000រៀលក៏អាចទិញមកអាំងដ៏ឈ្ងុយឆ្ងាញ់នៅផ្លូវ60បានដែរអ្នកទាំងអស់គ្នាមិនបាច់ចាំទៅដល់សមុទ្រអីទេមានតែ1000ហ្នឹងគឺថាអាចទិញមកអាំងបកីអាំងនៅនេះបានមកមើលមកខ្ញុំជឿនិយាយមែនណាសៀមរាបស្អីក៏អាចកាត់ឡើងបានដែរនេះមកអាំងមកចក1000មកចក1000គឺថាឡើងឈ្ងុយឆ្ងាញ់ហ្មងមិនបាច់ចាំទៅដល់សមុទ្រកំពង់សោមអីទេមកតែផ្លូវ60ឬក៏គេហៅថាអង្គរខ្ជុងយូហ្នឹងក៏អាចញ៉ាំបានដែរហើយទីថាខ្ញុំកុហក1000មែនណាអ្នកគ្នានិយាយទៅណាសៀមរាបរបស់ថោកធូរថ្លៃហើយឆ្ងាញ់ហ្នឹងគឺថាសៀមរាបលើកពៀនហ្មងមកអាំងបកីអាំងហើយនឹងបន្លែរបស់គាត់ហ្នឹងមកចកតែ1000ទេនិយាយពីថាអ្នកលក់ហ្នឹងអាំងអត់ចង់តទេអ្នកគ្នាអើយតែអ្នកសៀមរាបបកែឆ្នៃប្រឌិតមែនដោយកន្លែងបងប្រុសនេះអីប៉ងទាគាត់មកគ្រាប់តែ1000ទេហើយប៉ងទាក្លុកគេមកគ្រាប់500និយាយពីថានៅ60ប៉លសបោរបស់ញ៉ាំណាស្អីក៏មានដែរច្រើនបែបឡងចម្រុះហ្មងនេះចង់បានដៃដីលីងចង្រិតលីងចង់ហ្មងចង់បានម្ជូរចង់បាននំបែបខ្មែរអីមកអស់ហើយនៅ60មានទាំងអស់តែគឺថាផ្លូវ60ឬក៏អង្គរខ្ជុងយូហ្នឹងគឺថាសបោបែបណាស់រឿងរបស់ហូបចុកកៅអៅរបស់លក់ធូរថ្លៃអីហ្នឹងគឺសបោណែអ្នកសៀមរាបគេមិនដែលរំលងទេរឿង60អីទៅញ៉ាំអីហ្នឹងគឺឆ្ងាញ់ហើយតម្លៃធូរថ្លៃទេខ្ញុំជឿថាបងមកពីខេត្តផ្សេងគឺគាត់អាចដែរសើមក60ទេព្រោះបងខ្លះក៏សឹងតែមិនស្គាល់ផងថា60ហ្នឹងនៅណាអីនៅណីចឹងណាថាបងអត់ស្គាល់ទេអាចសើ Google ឬក៏សួរគេទៅមក60កាន់លុយតែ20000ចាគឺថាញ៉ាំបាយក្អួតហ្មងចឹងបានថាសៀមរាបស្រួលរស់នៅណាលោកអើយហើយបើអ្នកសៀមរាបមានក្តីសម័យទៅញ៉ាំមឹកអាំងនៅមាត់សមុទ្រអីចឹងណាក្តីសម័យទី1នោះមិនទាន់បានសម្រេចទេចឹងមកសម្រេចគោលបំណងប្រាថ្នាទី2សិនមកយើងឧបកិច្ចយើងអាំងមកញ៉ាំនៅសៀមរាបប៉ុន្តែយើងឧបកិច្ចថានៅសមុទ្រអីចឹងណាហើយកន្លែងរបស់គាត់ហ្នឹងគឺសុទ្ធសឹងតែ1000រៀលទាំងអស់ដកតា BBQ ហើយនឹងដៃមកគេ2000ក្រៅពីហ្នឹង1000ទាំងអស់ទាំងបន្លែទាំងអីហ្នឹងគឺថាឆ្ងាញ់មែនតើញ៉ាំជាមួយនឹងទឹកជ្រលក់គាត់តហើយគាត់មានសាច់គោអាំងហ្នឹងក៏មកចក1000ដែរជ្រក់គាត់ឡងស្រួយស្រាប់ឆ្ងាញ់សាហាកប់ស្រីរីនេះចាំបាច់ទៅដល់សមុទ្រអីនេះមើលទៅរូបភាពហ្នឹងទៅគឺថាយើងអាចញ៉ាំបាននៅសៀមរាបបានតាហើយបើថាចង់ទៅសមុទ្រចាំថ្ងៃក្រោយទៅបើសិនជាឥឡូវមិនទាន់បានទៅទេយើងញ៉ាំនៅ60ធម្មតាទៅជីវិត enjoy life រៀងខ្លួននៅ60គឺថាមិនខ្វះអីញ៉ាំទេអ្នកគ្នាជិះម៉ូតូទៅកាន់តែឆ្ងាញ់សបោរបស់ញ៉ាំកាន់តែច្រើននៅពេលកណ្ដាលគេលក់កៅអៅប៉ុន្តែនៅចុងអញ្ចឹងគឺគេលក់របស់ញ៉ាំច្រើនសបោបែបនេះតាំងពីសង្វាក់ប្រហិតប៉ងទាវកូនខួចំហុយបាញ់ឆាវនំគ្រួគឺថាសបោបែបមកឡង1លានមុខហ្មងនេះសង្វាក់របស់គេនេះអាំងក្តៅចឹងមកហើយជួយរសជាតិគេជូរចឹងមកអ្នកទាំងគ្នាអើយឆ្ងាញ់ណាស់ហើយជាទូទៅសង្វាក់គេមួយឈុតគេមាន10ហើយតែ7000ទេញ៉ាំគ្នាបាន2នាក់ពីបន្លែគេវិញគឺថាស្រស់ញ៉ាំហើយឡើងច្រើនមុខចឹងហើយតំណងណាមក7000ហ្នឹងគឺថាញ៉ាំបានគ្នា2នាក់ឃើញអត់ចូលចិត្តញ៉ាំហិលកុំភ្លេចដាក់ម្ទេសហិលឲ្យច្រើនចឹងមកបានឆ្ងាញ់ណាអើយតបជាមួយសង្វាក់ជូរដាក់នំបញ្ចុកដាក់បន្លែចឹងមកទៀតមកកប់សេរីខ្ញុំមកឲ្យទៅញ៉ាំសង្វាក់ខ្ញុំញ៉ាំតែកន្លែងពូរ៉េតហ្នឹងទេសាច់សង្វាក់គាត់ឡងធំហើយបន្លែគាត់ឡងស្រស់អញ្ចឹងហ្មងអ្នកមើលវីដេអូនឹងប៉ះចំពេលយប់ហើយចំថ្ងៃឃ្លានសង្វាក់អីទៀតណាសុំទោសណាសុំញ៉ាំឌឺមួយហើយចានៅសៀមរាបមិនថាពេលវេលាណាព្រឹកថ្ងៃល្ងាចយប់អីទេសបោកន្លែងញ៉ាំឆ្ងាញ់ណាស់តែប្រចេះនៅ60ហ្នឹងគឺគេលក់តែពេលយប់ទេមកពេលថ្ងៃអីមានរបស់ញ៉ាំទេតែម៉ោង3អីគឺចាប់ផ្ដើមបើកលក់អីអ្នកគ្នាពេលម្លេងសៀមរាបកុំភ្លេចឈៀងចូល60ផងណានៅ60ក៏មានកៅអៅលក់ដែរហើយមានរបស់ឆ្ងាញ់ច្រើនមុខណាស់សម្រាប់វីដេអូតាសៀមរាបក៏ឈានដល់ទីបញ្ចប់ផងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលមើលតាសៀមរាបសូមអរគុណសូមជម្រាបលាបាយបាយ